ចម្លែកដែរឬទេដែលពេលខ្លះក្រោកពីគេស្រាប់តែមានអារម្មណ៍មិនល្អហើយពេលខ្លះទៀតគ្រាន់តែក្រោកពីគេឡើងស្រាប់តែមានអារម្មណ៍ល្អខុសពីធម្មតាជួនកាលសម្ដីដែលគេនិយាយមកកាន់យើងតែមួយម៉ាត់ពីរម៉ាត់ក៏អាចធ្វើឲ្យយើងខឹងបានដែរតែពេលខ្លះទៀតនៅពេលដែលយើងកំពុងខឹងគ្រាន់តែបានហាត់ប្រាណឬដើរលេងស្រាប់តែបាត់ខឹងនោះភ្លាមមិនបានជាអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងនិយាយពីកត្តាមួយចំនួនដែលជះឥទ្ធិពលទៅលើអារម្មណ៍របស់យើងទី1ការគេងមិនបានគ្រប់គ្រាន់អាចធ្វើឲ្យយើងមានអារម្មណ៍មិនល្អពិបាកផ្ដោតអារម្មណ៍ឬពិបាកគ្រប់គ្រងអារម្មណ៍អវិជ្ជមានជាដើមតាមការស្រាវជ្រាវលើមនុស្សដែលមាន depression ភាគច្រើនពួកគេគេងតិចជាង6ម៉ោងក្នុងមួយថ្ងៃតែអ្នកដឹងទេថាគ្រាន់តែគេងយូរជាងនេះបន្តិចគឺប្រហែលជា7ទៅ8ម៉ោងក្នុងមួយថ្ងៃវានឹងជួយកាត់បន្ថយហានិភ័យនៃ depression បានហើយពេលក្រោកឡើងយើងនឹងមានអារម្មណ៍វិជ្ជមានច្រើនជាងមុនថែមទៀតពួកវិធីសាស្ត្រជួយបង្កើនគុណភាពការគេងនៅពេលយប់វិញអ្នកទាំងអស់គ្នាអាចមើលនៅក្នុងវីដេអូកាលពីលើកមុនរបស់យើងបន្ថែមតាមតំណ link នៅក្នុង description ខាងក្រោមវីដេអូនេះបានទី2រាងកាយឬអាកប្បកិរិយាដែលគ្រាន់តែយើងផ្លាស់ប្ដូរទម្លាប់និយាយឬអាកប្បកិរិយាឲ្យខុសពីអ្វីដែលយើងធ្លាប់ធ្វើអារម្មណ៍របស់យើងនឹងផ្លាស់ប្ដូរដែរការសិក្សាមួយបានបង្ហាញថាការធ្វើសកម្មភាពដែលត្រូវការថាមពលច្រើនដូចជាការហាត់ប្រាណឬធ្វើចលនាដៃជើងត្រឹមតែ2នាទីអ្នកនឹងមានថាមពលនិងភាពជឿជាក់ជាងមុនម្យ៉ាងវិញទៀតការធ្វើលំហាត់ប្រាណជាប្រចាំក៏អាចជួយសម្រួលដល់ការកាត់បន្ថយ stress បានដែរទី3ការគិតរបស់យើងបង្ហាញថាយើងជានរណានឹងបង្កើតនៅអ្វីដែលយើងបានគិតនោះឡើងមកដូចនេះហើយយើងគួរតែបង្វែរការគិតទៅរកអ្វីដែលយើងប្រាថ្នាចង់បានយើងអាចគ្រប់គ្រងការគិតដោយប្រើការស្រមើស្រមៃនិងតាំងសមាធិជួយឲ្យយើងប្រុងប្រយ័ត្នចំពោះការគិតរបស់ខ្លួនឯងដែលកើតមានឥតឈប់ឈររីឯការស្រមើស្រមៃជួយឲ្យយើងមានអារម្មណ៍វិជ្ជមានដូចជាការដឹងគុណរំភើបឬរីករាយជាដើមដូចនេះយើងអាចទម្លាប់គិតរឿងរ៉ាវល្អៗដូចជាការដឹងគុណចំពោះនរណាម្នាក់ឬអ្វីមួយដើម្បីឲ្យអារម្មណ៍របស់យើងទម្លាប់នឹងភាពវិជ្ជមានទី4ពាក្យសម្ដីជាទូទៅការគិតពាក្យសម្ដីនិងអាកប្បកិរិយាមានទំនាក់ទំនងគ្នានិងមានឥទ្ធិពលលើគ្នាទៅវិញទៅមកបើយើងជ្រើសរើសពាក្យនិយាយត្រូវយើងនឹងមានទំនុកចិត្តតែបើយើងនិយាយខុសវិញវាក៏អាចធ្វើឲ្យយើងបាត់បង់ទំនុកចិត្តដែរឧទាហរណ៍នៅពេលដែលយើងខ្វះទំនុកចិត្តលើខ្លួនឯងយើងតែនិយាយថាខ្ញុំនឹងសាឬខ្ញុំសង្ឃឹមថាជាដើមប៉ុន្តែបើយើងបដូរមកប្រើពាក្យថាខ្ញុំនឹងធ្វើវានោះវានឹងជួយបង្កើនទំនុកចិត្តរបស់យើងបានច្រើនជាងមុនដែរទី5ការដកដង្ហើមមានសារៈសំខាន់មិនត្រឹមតែជួយឲ្យយើងរស់រានមានជីវិតប៉ុណ្ណោះទេតែវាមានអត្ថប្រយោជន៍ច្រើនជាងនេះផ្សេងទៀតបើយើងដឹងពីរបៀបដកដង្ហើមដែលត្រឹមត្រូវការដកដង្ហើមយឺតមួយជួយកាត់បន្ថយ depression របស់យើងបានវិធីសាស្ត្រក្នុងការដកដង្ហើមមានដូចជាការដកដង្ហើម8ដងក្នុង1នាទីជួយកាត់បន្ថយ stress និងបង្កើនភាពប្រុងប្រយ័ត្នហើយការដកដង្ហើម4ដងក្នុង1នាទីជួយបង្កើនការផ្ដោតអារម្មណ៍និងពង្រឹងកាយវិញ្ញាណចំណែកការដកដង្ហើម1ដងក្នុង1នាទីធ្វើឲ្យខួរក្បាលទាំងសងខាងសហការគ្នាបានល្អជាងមុនជួយឲ្យការថប់បារម្ភការភ័យខ្លាចនិងបារម្ភត្រឡប់មកសភាពស្ងប់ស្ងាត់វិញទី6បរិយាកាសជុំវិញយើងក៏មានឥទ្ធិពលលើអារម្មណ៍របស់យើងដែរឧទាហរណ៍ការគិតឬសម្ដីអវិជ្ជមានរបស់សាច់ញាតិជុំវិញខ្លួនអាចធ្វើឲ្យយើងមានអារម្មណ៍មិនល្អចំពោះខ្លួនឯងឬឆាប់ខឹងនឹងអ្វីដែលពួកគេបាននិយាយហើយពេលខ្លះទៀតតុធ្វើការរបស់យើងដែលគ្មានសណ្ដាប់ធ្នាប់អាចធ្វើឲ្យយើងគ្មានទឹកចិត្តក្នុងការធ្វើការធុញថប់និងមួម៉ៅបានដូចគ្នាដូចនេះយើងគួររៀបចំបរិយាកាសជុំវិញខ្លួនយើងដូចជាផ្ទះបន្ទប់ឬតុធ្វើការជាដើមឲ្យមានរបៀបរៀបរយដើម្បីឲ្យអារម្មណ៍របស់យើងស្រស់ថ្លាជាងមុនទី7ភ្លេងឬចម្រៀងតាមការសិក្សាមួយបានបង្ហាញថាចម្រៀងស្រាលៗអាចជួយឲ្យយើងមានអារម្មណ៍ប្រសើរជាងមុនព្រោះចម្រៀងអាចជួយឲ្យយើងមានអារម្មណ៍ធូរស្រាលពេលដែលយើងនឿយហត់លើកទឹកចិត្តនៅពេលដែលយើងកំពុង depress ជួយឲ្យយើងមានស្មារតីនៅពេលហាត់ប្រាណជួយឲ្យយើងចេះដឹងគុណនិងមានអារម្មណ៍វិជ្ជមានជាងមុនបន្ទាប់ពីស្ដាប់វីដេអូនេះហើយតើអ្នកយល់យ៉ាងណាដែរក្នុងចំណោមចំណុចដែលយើងបានរៀបរាប់ខាងលើនេះតើអ្នកយល់ថាចំណុចណាមួយដែលមានប្រសិទ្ធភាពជាងគេសូមប្រាប់ពួកយើងពីចម្លើយរបស់អ្នកក្នុង comment ខាងក្រោមនិងសូមជួយ like និង share ប្រសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍ចំពោះអ្នកនិងអ្នកដទៃ